សួស្តីបងប្អូនអរគ្នានេះគឺជាប្រទេសអ្នកមានបំផុតទាំង10ដោយ GDP ក្នុងមួយកាពីតាក្នុងឆ្នាំ2025នៅលើពិភពលោកបើយោងទៅតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF ទាំងនេះគឺជាប្រជាជាតិដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំង10ដែលផ្អែកទៅលើ GDP ក្នុងមួយកាពីតាប្រហែលជាបងប្អូនយល់ច្រឡំថាប្រទេសដែលមានបំផុតដូចជាសហរដ្ឋអាមេរិកឬក៏ជាប្រទេសចិនឬក៏ជាប្រទេសឥណ្ឌាដែលជាប្រទេសមានសេដ្ឋកិច្ចធំៗអញ្ចឹងទៅក៏ប៉ុន្តែប្រទេសដែលមានបំផុតគឺជាប្រទេសដែលត្រូវបានវិតម្លៃដោយ IMF ដែលជាស្ថាប័នរូបិយប័ណ្ណវត្ថុអន្តរជាតិដោយផ្អែកទៅលើប្រាក់ចំណូលប្រជាជនប្រចាំឆ្នាំក្នុងមួយឆ្នាំដែលមានប្រាក់ចំណូលខ្ពស់បំផុតឥឡូវនេះយើងទៅមើលប្រទេសទាំង10ដែលមានប្រាក់ចំណូលប្រជាជនខ្ពស់បំផុតទាំង10ដោយឈរនៅលើលេខ1គឺជាប្រទេសឡូសំបួរឈរនៅក្នុងលេខ2គឺជាប្រទេសសិង្ហបុរីឈរលេខ3គឺជាប្រទេសម៉ាកាវឈរក្នុងលេខ4គឺជាប្រទេសអៀរឡង់ឈរក្នុងលេខ5គឺជាប្រទេសកាតាឈរក្នុងលេខទី6គឺជាប្រទេសណ័រវេឈរទីលេខ7គឺជាប្រទេសស្វីសឡែនឈរក្នុងលេខទី8គឺជាប្រទេសប្រូយណេឈរក្នុងប្រទេសទី4គឺជាប្រទេសហ្គូយ៉ាណាហើយសហរដ្ឋអាមេរិកគឺជាប្រទេសចុងក្រោយគេបង្អស់ក្នុងប្រទេសទាំង10ដែលជាប្រទេសអ្នកមានបំផុតនៅក្នុងពិភពលោកនៅក្នុងឆ្នាំ2025នេះបងប្អូនអរគ្នាប្រហែលជាដូចខ្ញុំនិយាយអញ្ចឹងប្រហែលយើងគិតថាអូប្រទេសអ្នកមានបំផុតប្រហែលជាដូចជាសហរដ្ឋអាមេរិកឬក៏ជាប្រទេសចិនទាំងនោះគឺមិនមែនដូច្នោះទេប្រទេសដែលមានបំផុតគឺគេវិតម្លៃទៅលើប្រាក់ចំណូលប្រជាជនប្រចាំឆ្នាំដែលមានប្រាក់ចំណូលខ្ពស់បំផុតហើយនឹងប្រជាជនរបស់គេមានភាពស្បោះស្បាយខ្លាំងបំផុតហើយអរគុណច្រើនបងប្អូនអរគ្នាដែលបានទស្សនានៅវីដេអូមួយនេះហើយកុំភ្លេចជួយ follow page របស់ខ្ញុំដើម្បីនឹងទទួលបានវីដេអូថ្មីៗហើយខ្ញុំនឹងធ្វើការចែករំលែកអំពីចំណេះដឹងទូទៅសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះសូមជូនពរអ្នកនរគ្នាសំណាងល្អបាយបាយ